ថ្ងៃនេះខ្ញុំកណ្ដាលថ្មភាពបានជូនផ្ទះមួយខ្នងជូនដល់បងស្រីម្នាក់ដែលមានជីវភាពខ្វះខាតដោយសេចក្តីអាណិតសូមចម្រើនពរលោកមេតរ៉ាត់អភិបាលរងនៃគណៈអភិបាលស្រុកកណ្ដាលសូមចម្រើនពរលោកស្រីធំគុន្ធាមេឃុំបណ្ដោលសូមចម្រើនពរលោកមេភូមិតាអូកមិនចម្រើនពរញោមញាតិបរិស័ទទាំងអស់គ្នាក៏កាលពីថ្ងៃមុនខ្ញុំគណៈស្មារតីបានមកធ្វើសង្ឃហធម៌ជូនទៅយទានដល់បងស្រីនៅទីនេះផ្ទាល់ហើយមកបានឃើញជីវភាពនិងជីវិតពិតពិសេសគឺឃើញផ្ទះសម្បែងទីកន្លែងដែលគាត់រស់នៅគួរឲ្យអាណោចអាធមណាស់ដូចយើងតែនិយាយថាខ្មែរស្រឡាញ់ខ្មែរជួយខ្មែរណាពេលយើងមានទុកខ្មែរយើងចេះជួយគ្នាក៏ប្រទេសជាតិយើងទាំងមូលបើកណារឹងមាំបានដោយការចូលរួមសាមគ្គីគ្នាទាំងអស់នឹងឯងក៏ហើយស្មារតីក៏បានសម្រេចចិត្តសូមអនុញ្ញាតពីលោកមេភូមិតាអូកនេះដើម្បីសាងសង់ផ្ទះមួយខ្នងជូនដល់អ៊ំស្រីហើយជាបុណ្យកុសលមួយធំធេងណាស់សូមអរគុណដល់ក្រុមជាងដែលបានជួយធ្វើផ្ទះនេះក៏ដល់ល្អស្អាតរឹងមាំដែលបានសាងសង់ខាងក្រោមចាក់បេតុងសាបហើយគ្រឿងដែកប្រក់ដែកអីទាំងអស់មានបណ្ដោយ3ម៉ែត្រកន្លះគុណនឹង5ម៉ែត្រហើយបងស្រីបានឃើញទេស្អាតទេល្អទេអូជូនដល់បងស្រីដើម្បីសុខជាការស្នាក់នៅរស់នៅឲ្យបានសេចក្តីសុខសប្បាយក៏ឥឡូវថ្ងៃនេះមិនមែនមកតែប្រគល់ផ្ទះជូនប៉ុណ្ណឹងទេណាដោយអាត្មាភាពបាននាំមកនៅសម្ភារៈមួយចំនួនមានអង្គមួយបេឃីបមួយកទេលខ្នើយមុងដើម្បីឡើងផ្ទះថ្មីហើយនឹងមានមីទឹកសុទ្ធហ្នឹងហើយមានត្រីខមានទឹកត្រីទឹកស៊ីអ៊ីវទៀតហើយនំកូនតោជាមួយនឹងសូឡាមួយគ្រឿងញោមនៅភ្នំពេញជូនមកតាមរយៈលោកហាសវណ្ណីណាទៀតហើយនឹងថវិកាសរងនេះតែបានរួមចំណែកជាមួយខ្ញុំកណាអាត្មាភាពលោកអភិបាលរងស្រុកនិងលោកស្រីមេឃុំបណ្ដោលនិងលោកមេភូមិផងនេះក៏ជើញទទួលក៏ហើយមានអារម្មណ៍យ៉ាងម៉េចដែរមានអារម្មណ៍ថាអូនណាស់តាអូនណាស់ហ៎អូនណាស់អូខ្ញុំបាទក៏អូយកមិនទេអត់លក់ទៀតអញ្ចឹងជាចុងក្រោយសូមជូនបុណ្យកុសលដល់ញាតិញោមម្ចាស់ទៀនទាំងអស់ដែលបានរួមចំណែកជាមួយខ្ញុំគណៈអាត្មាភាពលោកតាកាំងកំលៀកលោកយាយតែសុឡាងញោមម៉ៃផាសេរីនិងយោកំនៀងក៏និងញោមទាំងអស់គ្នាក៏ដែលបានទស្សនាវីដេអូនេះហើយដែលបានធ្លាប់ប្រគេនទេយ្យវត្ថុនិងបច្ច័យដល់អាត្មាភាពបានធ្វើសង្ឃធម៌ផ្សេងនេះឥឡូវទទួលយកបុណ្យនេះឲ្យបានស្មើគ្នាកុំបីអខានឡើយបុណ្យកុសលទាំងអស់នេះខ្ញុំគណៈអាត្មាភាពសូមលើកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាសូមឲ្យរស់នៅក្នុងសេចក្តីសាមគ្គីចេះជួយសង្គ្រោះគ្នានៅពេលដែលយើងមានទុក្ខលំបាកខ្វះខាតនេះដោយប្រការណាមួយហើយសូមបានបុណ្យដល់បងប្អូនភាសឹករបស់យើងនៅបងកងទ័ពរបស់យើងនៅជួរខាងមុខសូមឲ្យលោកបានសេចក្តីសុខចម្រើនជោគជ័យគ្រប់ពេលគ្រប់វេលាកណាសូមក្រាបថ្វាយគុំព្រះគ្រូចាតិកាវត្តសរិសាគរដូនស្ដាងទីគ្រប់សក្ការៈសូមគ្រប់លោកនេតរ៉ាត់អភិបាលរងនៅគណៈបាស្រុកស្ដាច់ទីគ្រប់សូមចាពុកម៉ែមីមីងបងប្អូនទាំងអស់ដែលបានជួយចូលរួមក្នុងកម្មវិធីប្រគល់ផ្ទះនេះព្រឹកនេះជាទីគ្រប់រាប់អានព្រឹកនេះមានខ្ញុំកណាក្នុងនាមអាជ្ញាធរដែនដីពិតជាមានសេចក្តីសំណោះសប្បាយចិត្តរីករាយខ្លាំងឥតឧបមាមែនទែនដោយបានគុណចាស់ចូលរួមជួយឧបត្ថម្ភផ្ទះជូនពលរដ្ឋរបស់ខ្ញុំកណានេះសូមអរគុណចាស់ព្រមទាំងសប្បុរសជនទាំងអស់ចាដែលតាមរយៈគុណចាស់ចាសូមសម្បកពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លេតឡើយចាសូមអរគុណសាធុកាលណាខ្ញុំបាទតំណាងលោកយាយសំនិនអភិបាលនៃគណៈអភិបាលស្រុកស្ដាច់សូមក្រាបថ្វាយបង្គំព្រះរាជាធម្មរាជាវត្តព្រះរាជាគណៈកតញ្ញូនៃព្រះរាជាណាចក្រកម្ពុជាដែលជាព្រះគ្រូចៅអធិការវត្តសេរីសាគរដូនស្ដាងជាទីគោរពសក្ការៈដ៏ខ្ពស់ព្រះគ្រូមិនមែនត្រឹមតែបានជួយសម្រាប់មួយគ្រួសារនេះគឺថា
ก็ลองมาคือថាគុណម្ចាស់គឺបានជួយច្រើនណាស់ ជួយច្រើន មិនត្រឹមតែផ្ទះទេសំបីតែផ្លូវនិយាយរួមគឺហេតុការរចនាសម្ព័ន្ធច្រើននៅក្នុងមូលដ្ឋានស្រុកស្ដេចក៏ដូចជានៅក្រៅស្រុកដែររាល់បងប្អូនដែលមានទុក្ខលំបាកពីសពបែបសពយ៉ាងគឺថាព្រះគ្រូគឺតែងតែបានទៅជួយឧបត្ថម្ភគាំទ្រហើយនៅក្នុងនោះក៏ដូចជាមានបងប្អូនសពប្រជាជនមួយចំនួនផងដែរបានចូលនៅពេលដែលយើងមានបញ្ហាព្រំដែនជាមួយនឹងសៀមគឺគុណម្ចាស់គឺបានទៅសួរសុខទុក្ខនិងគាំនាំនៅតែយទានដ៏ច្រើនដើម្បីទៅជួយឧបត្ថម្ភគាំទ្រទៅដល់បងប្អូនវីរៈកងទ័ពនៅជួរមុខអញ្ចឹងទេតាំងនាមខ្ញុំបាទជាអញ្ញាធិមូលដ្ឋាននិងជំនួសមុខឲ្យលោកអភិបាលស្រុកមិនមានអីទេគឺមានតែការគោរពថ្លែងអំណរគុណទៅដល់ព្រះគ្រូដែលបានចូលរួមចំណែកសម្រាប់សង្គមរបស់យើងដូចគ្នាថ្ងៃនេះពិសាប្រកបដោយពុទ្ធគោទាំងឡាយ4ប្រការកុំបីគ្លីគឺបានសា ទើបស្មារភាពនិងអាជ្ញាធរដែនដីព្រមទាំងម្ចាស់ទៀនសូមប្រគល់ផ្ទះជូនបងហ្នឹងណាទទួលផ្ទះណាដៃបន្លំឡើងអញ្ជើញចុះឲ្យស្នាក់នៅឲ្យបានសុខសប្បាយណា មានអីប្រគេនព្រះអង្គដែរ ចង់ឡើងផ្ទះថ្ងៃណាប្រាប់ភ្ញៀវប្រមាណ100តុកក៏ប្រាប់ចុះ ក៏អាចហើយធ្វើ